ជាងប្រាសាទបាយ័នបានរៀបរាប់ពីចម្បាំងខ្មែរចាមនៅសម័យនោះជាសក្ខីភាពព្រះនគរកម្ពុជាធិបតីរាជធានីយសោធបរៈគ្រិស្តសករាជ1181ដល់គ្រិស្តសករាជ1219ព្រះអម្ចាស់ជ័យវរធនៈព្រះជន្ម56ព្រះវស្សាឡើងគ្រងរាជបន្តវង្សព្រះបិតាទ្រង់ព្រះនាមព្រះបាទជ័យវរមទេវៈដែលអ្នកប្រវត្តិវិទូថ្វាយព្រះនាមថាជ័យវរ្ម័នទី7ស្ដេចតែងតាំងព្រះនាងជ័យទេវីជាព្រះអគ្គមហេសីស្រីវរលៈស្ដេចលើកព្រះរាមថ្លៃឲ្យឈររក្សាចម្ប៉ាបុរីបានជាប់លាប់ដោយមានសីលាចារឹកនៅប្រាសាទបាយ័ននិងនៅប្រាសាទបន្ទាយឆ្មាជាសក្ខីភាពសីលាចារឹកកា293បានចែងពីវត្តមាននៃទឹកដីរបស់ព្រះបាទជ័យវរ្ម័នទី7ថាមានបុរីមួយកន្លែងនាមស្រីជ័យមហានាថនគរស្រីជ័យរាជបុរីគឺជាទីក្រុងរាជបុរីនៅប្រទេសថៃសប្តាហ៍នេះនិងទឹកដីមួយកន្លែងទៀតនាមថាជ័យវុទ្ធមហានាថនគរស្រីជ័យវជ្របុរៈដែលคล้ายមកជាទីក្រុងពេជ្របុរីសៀមអានថាភិតបុរីស្ថិតនៅប្រទេសថៃសប្តាហ៍នេះសុទ្ធសឹងតែជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី7នៅគ្រិស្តសករាជ1190ដំណាលថាព្រះបាទជ័យឥន្ទ្រវរ្ម័នទី4ស្ដេចក្រុងចម្ប៉ាបះបោររើរាជម្ដងទៀតព្រះបាទជ័យវរ្ម័នទី7ក៏តែងតាំងក្សត្រចៅមួយអង្គដែលមករស់នៅក្រុងអង្គរតាំងពីវ័យក្មេងមកនោះព្រះនាមវិន្ធាននท์ឲ្យលើកតបទៅវាយបង្ក្រាបសារជាថ្មីចាប់បានចម្ប៉ាបុរីដាក់ជាចំណុះម្ដងទៀតតែងតាំងអនុជថ្លៃមួយអង្គនាមអិនឲ្យឈររក្សាចម្ប៉ាបុរីឯកសារខ្លះសរសេរថាព្រះអម្ចាស់អិនអង្គនោះមាននាមថាសូរិយជ័យវរ្មទេវីចម្ប៉ាបុរីក៏ចុះជាចំណុះកម្ពុជាតាំងពីឆ្នាំ1203រៀងដល់1220លុះត្រាតែផុតរាជព្រះបាទជ័យវរ្ម័នទី7សិរីរាជព្រះបាទជ័យវរ្ម័នទី7នៅសតវត្សទី12ព្រះពុទ្ធសាសនាមហាយានកំពុងផ្សព្វផ្សាយយ៉ាងខ្លាំងនៅអាស៊ីអាគ្នេយ៍ព្រះបាទជ័យវរ្ម័នទី7ទ្រង់ឆ្វេងយល់ថាលទ្ធិទេវរាជនៃស្ដេចចក្រវាលទិនពុំមានបារមីបង្ហាញនៅសេចក្តីពិតនៃជំនឿឥន្ទព្រំទេវតាបានឡើយទើបបានជាព្រះអង្គកសាងទីក្រុងអង្គរធំទៅតាមលទ្ធិសាសនាមហាយានមានប្រាសាទបាយ័នជាប្រាសាទភ្នំឧទ្ទិសដល់ព្រះពោធិសត្វទាំងឡាយផ្នែកជំនឿទេវតាស្ដេចសាងដំណាក់បារមីដាក់ជាច្រើនកន្លែងតាមលទ្ធិព្រហ្មញ្ញសាសនាស្ដេចលើកបដិមាកមុខ4ជាអតិទេពរក្សានគរប្រឈមមុខនឹងសត្រូវទាំង4ទិសក្រៅពីនេះស្ដេចសាងប្រាសាទបន្ទាយក្តីប្រាសាទនាគពន្ធប្រាសាទតាព្រំនៅតាកែវប្រាសាទវត្តគោនៅកំពង់ចាមប្រាសាទបន្ទាយឆ្មានៅសៀមរាបប្រាសាទព្រះខ័នប្រាសាទសិន្ធុព្រមទាំងវត្តអារាមជាច្រើននៅតំបន់អង្គរឯកសារលោក Louis Finot L'inscription sanscrite de Saifong ទំព័រ22សរសេរថាសីលាចារឹករបស់ព្រះបាទជ័យវរ្ម័នទី7មានចម្លើយជាភស្តុតាងតាំងពីពាក់កណ្ដាលប្រទេសលាវរហូតដល់ឆ្នេរសមុទ្រខាងត្បូងគឺទឹកដីកម្ពុជាក្រោមទាំងមូលភស្តុតាងខ្លះស្ដីពីជ័យជំនះភស្តុតាងខ្លះស្ដីពីកុសលនៃសិលធម៌ដែលទ្រង់បានសាងមន្ទីរព្យាបាលជំងឺ102កន្លែងមាននាមថាអរោគ្យសាលាមានមលុបបារមីព្រះពោធិសត្វអវលោកកតិស្វរៈជាអធិបតីទើបស្ដេចសាងប្រាសាទខ្លះសម្រាប់បូជាដល់ព្រះពោធិសត្វលោកេស្វរៈគឺឥសូរក្នុងលោកនិងអវលោកកតិស្វរៈគឺឥសូរក្នុងលោកខាងមុខនិងព្រះប្រាជ្ញាបារមិត្តាជាដើមមានធម្មសាលាឧទ្ទិសកុសលថ្វាយព្រះពោធិសត្វនិងដំណាក់សម្រាប់ទេវតារក្សាក្រុងដ៏ជាទីជម្រកនៃអ្នកដំណើរនិងជាទីសក្ការៈបួងសួងនៃអ្នកដំណើរផងមានសីលាស្ដំនៅសាយហ្វុងក្បែរក្រុងវៀងច័ន្ទជាទឹកតាងក្នុងសីលាចារឹកនៅសាយហ្វុងនោះមានសរសេរថាព្រះបាទជ័យវរ្ម័នទី7ជាព្រះមហាក្សត្រប្រកបដោយធម៌ស្ដេចឈឺចាប់ខ្លោចផ្សានិងជំងឺឈឺថ្កាត់របស់ប្រជារាស្ត្រជាជាងរោគាព្យាធិរបស់ព្រះអង្គផ្ទាល់ត្បិតទុក្ខវេទនារបស់ប្រជារាស្ត្រគឺជាទុក្ខវេទនានិងជាការឈឺចាប់របស់ព្រះមហាក្សត្រដែរ
មិនមែនជាការឈឺចាប់របស់ព្រះអង្គទេដែលធ្វើឲ្យព្រះអង្គខ្លោចផ្សានោះ